ថ្ងៃហ្នឹងគឺខ្ញុំបានទៅរំហែបរិយាកាសតិចដោយសារមួយរយៈហ្នឹងគឺវារៀង stress មែនទែនជួបបញ្ហាអត់ឈប់អត់ឈរបើយើងបានទៅរបៀបបែបអញ្ចឹងអីគឺធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយវារបៀបថាយើងឲ្យទៅវាស្រស់ស្រាយទាំងចិត្តទាំងកាយវាសប្បាយផងអីអញ្ចឹងទៅបែបស្រុកស្រែមានខ្យល់បរិសុទ្ធឬក៏ទៅកន្លែងណាដែលយើងគិតថាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយគឺសប្បាយមែនទែនហើយធ្វើឲ្យអារម្មណ៍យើងគឺវាធូរស្បើយជាងមុនបើសិនជា stress ដូចខ្ញុំបន្តិចបន្តួចអីចឹងវាជួបបញ្ហាបន្តិចៗចឹងយើងទៅបែបអញ្ចឹងគឺធ្វើឲ្យអារម្មណ៍យើងវាធូរស្បើយច្រើនហើយបងប្អូនមានសង្កេតអត់ថាកន្លែងនេះគឺលយមែនទែនមានភ្នំមួយជាហៀងគឺទឹកមួយចំហៀងខ្ញុំអធិស្ឋានផងព្រោះខ្ញុំអត់សូវស្គាល់តែដឹងតែគេហៅអីកន្លែងហ្នឹងគឺខ្ញុំអត់ស្គាល់ដោយសារតែខ្ញុំទៅលើកទី1ដែរអញ្ចឹងហើយខ្ញុំភ្លេចឈ្មោះគេអត់ដឹងតែគេហៅកន្លែងអីអញ្ចឹងពេលយើងទៅរបៀបអញ្ចឹងបែបស្រុកស្រែចម្ការឬក៏ទៅកន្លែងណាដែលមានទឹកខ្យល់បរិសុទ្ធបកមកទៅជាល្វិចអញ្ចឹងមានអារម្មណ៍ថាយើងស្រស់ស្រាយមែនទែនហើយធូរស្បើយច្រើនណាស់ដល់ពេលយើងទៅរបៀបអញ្ចឹងអានេះចំពោះខ្ញុំណាបើចំពោះបងប្អូនគឺខ្ញុំអត់ដឹងដែរបើសិនជាកន្លែងណាដែលខ្ញុំនិយាយខុសលឺលក់អីសូមអភ័យទោសផងអរគុណបាយបាយ